នេះគឺជាបាល់ទាត់ដំបូងបង្អស់នៅលើពិភពលោកកីឡាបាល់ទាត់ត្រូវបានលេងដំបូងនៅក្នុងប្រទេសចិនសម័យបុរាណដែលគេហៅថាកីឡាគូជូប្រហែលជាជាង 2000 ឆ្នាំមុនគ្រិស្តសករាជហើយប្រទេសក្រិកនិងចក្រភពរ៉ូមក៏មានល្បែងប្រភេទបាល់ទាត់នេះដែរនៅសម័យនោះកីឡាគូជូគ្រាន់តែសម្រាប់លេងកម្សាន្តមិនមានច្បាប់កំណត់ត្រឹមត្រូវឬពានរង្វាន់អ្វីឡើយបាល់ទាត់សម័យថ្មីត្រូវបានបង្កើតឡើងវិញនៅឆ្នាំ1863នៅប្រទេសអង់គ្លេសហើយបានកំណត់ច្បាប់ទម្លាប់ត្រឹមត្រូវទាំងចំនួនមនុស្សទំហំទីលាននិងការពិន័យកំហុសនៅឆ្នាំ1904សហព័ន្ធកីឡាបាល់ទាត់ពិភពលោកដែលហៅកាត់ថា FIFA ត្រូវបានបង្កើតឡើងនៅឆ្នាំ1930មានព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំគឺ World Cup នៅប្រទេសអ៊ុយរ៉ាហ្គាយហើយអ៊ុយរ៉ាហ្គាយគឺជាអ្នកឈ្នះពាននេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ World Cup បាល់ទាត់បានក្លាយជាកីឡាដែលពេញនិយមនិងមានអ្នកគាំទ្រច្រើនជាងគេនៅក្នុងពិភពលោកកីឡាបាល់ទាត់មិនមែនត្រឹមតែជាកីឡាប៉ុណ្ណោះទេវារួមបញ្ចូលទាំង Business Marketing ការផ្សព្វផ្សាយនិងអំពើសប្បុរសធម៌ផងដែរសប្តាហ៍នេះមានកីឡាករដ៏អស្ចារ្យជាច្រើនក្លាយជាសេដ្ឋីនិងក្លាយជាវីរៈបុរសរបស់ប្រទេសពួកគេដូចជា Ronaldo, Messi ជាដើមហើយពួកគេក៏បានកាន់កាប់កំណត់ត្រាជាច្រើនក្នុងវិស័យបាល់ទាត់